កូនកំឡោះស្រាប់តែបោះបង់កូនក្រមុំរបស់ខ្លួននៅថ្ងៃរៀបការគេបានរត់ទៅរកស្នេហាដំបងរបស់គេបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានរត់គេចពីពិធីមង្គលការជាមួយគ្នាកូនក្រមុំមិនបានបង្កចំនួនអ្វីឡើយផ្ទុយទៅវិញនាងបានទូរស័ព្ទទៅជំនួយការរបស់នាងយ៉ាងស្ងប់ស្ងាត់នាងបានបញ្ជាឲ្យផ្អាកជាបន្ទាន់នៅរាល់កិច្ចសហប្រតិបត្តិការទាំងអស់ជាមួយគ្រួសារគូដណ្ដឹងរបស់នាងនៅពេលនោះបុរសនោះមិនបានដឹងតតែសោះថាផលវិបាកនៃការរត់ចោលពិធីមង្គលការនឹងធ្ងន់ធ្ងរប៉ុណ្ណាហើយការនេះបានក្លាយជាព័ត៌មានលេចធ្លោទូទាំងប្រទេសយ៉ាងឆាប់រហ័សជំនួយការរៀបចំដំណើរការផែនការគ្រប់គ្រងវិបត្តិដើម្បីទប់ស្កាត់ព័ត៌មានដែលកំពុងល្បីប៉ុន្តែស្ត្រីនោះបានខាត់គេពីព្រោះនាងមានបំណងចង់ឲ្យរឿងរ៉ាវនេះបន្តទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងដោយសារតែគូដណ្ដឹងរបស់នាងចូលចិត្តបង្ហាញភាពផ្អែមល្ហែមជាសាធារណៈនាងក៏សម្រេចចិត្តជួយពួកគេទាំងពីរនាក់សម្ដែងរឿងនេះឲ្យចប់តែម្ដងភ្លាមបន្ទាប់មកលេខារបស់នាងបានបញ្ចប់រាល់ភាពជាដៃគូអាជីវកម្មទាំងអស់ជាមួយគ្រួសាររបស់បុរសនោះជាលទ្ធផលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meng Group បានធ្លាក់ចុះយ៉ាងគំហុកឪពុកម្ដាយរបស់បុរសនោះបានមកជួបនាងបន្ទាប់ពីដំណឹងនេះពួកគេបានចោទប្រកាន់ស្ត្រីនោះទាំងកំហឹងថាគ្មានមេត្តាម្ដាយរបស់គេបាននិយាយថាពួកគេយល់ព្រមឲ្យនាងរៀបការជាមួយកូនប្រុសរបស់ពួកគេគឺដោយសារតែការគោរពចំពោះឪពុករបស់នាងប៉ុណ្ណោះឥឡូវនេះឲ្យតែនាងស្ដារភាពជាដៃគូអាជីវកម្មរវាងគ្រួសារទាំងពីរឡើងវិញពួកគេនឹងឲ្យកូនប្រុសរបស់ពួកគេកាត់ផ្តាច់ទំនាក់ទំនងជាមួយស្នេហាដំបងហើយពួកគេនឹងរៀបចំពិធីមង្គលការម្ដងទៀតសម្រាប់នាងឬម្ដាយក្មេកនាពេលអនាគតនិយាយយ៉ាងសាមញ្ញអំពីការរត់ចោលពិធីការបែបនេះស្ត្រីនោះក៏សើចយ៉ាងត្រជាក់នាងបានគប់កែវបែកខ្ទេចទាំងកំហឹងពីមុននាងទ្រាំគ្រប់យ៉ាងព្រោះនាងជាគូដណ្ដឹងរបស់គេប៉ុន្តែឥឡូវនេះពួកគេគ្មានទំនាក់ទំនងអ្វីនឹងគ្នាទៀតទេចាប់ពីថ្ងៃនេះទៅនាងនឹងមិនបណ្ដោយឲ្យខ្លួនឯងរងភាពអយុត្តិធម៌ទៀតឡើយឪពុកក្មេកនាពេលអនាគតបានអង្វរនាងឲ្យរកវិធីជួយសង្គ្រោះក្រុមហ៊ុន Meng Group ផ្ទុយទៅវិញនាងបានបញ្ជាឲ្យលេខារបស់នាងដេញពួកគេទាំងពីរនាក់ចេញយប់នោះបុរសនោះបានទូរស័ព្ទទៅស្ត្រីនោះគេមិនបានសុំទោសឡើយផ្ទុយទៅវិញគេបានចោទប្រកាន់នាងថាជាមនុស្សចិត្តចង្អៀតយ៉ាងណាមិញស្នេហាមិនអាចបង្ខំបានឡើយប្រសិនបើនាងស្រឡាញ់គេពិតមែននាងគួរតែរៀនលែងដៃគេទៅបន្ទាប់ពីបែបនេះស្ត្រីនោះក៏បិទទូរស័ព្ទពេលកំពុងធ្វើដំណើរទៅផ្ទះស្រាប់តែនាងទទួលបានការហៅទូរស័ព្ទបន្ទាន់ពីលេខារបស់នាងគេបានប្រាប់នាងឲ្យត្រឡប់ក្រោយហើយត្រឡប់មកក្រុមហ៊ុនវិញជាបន្ទាន់គេនិយាយថាបុរសនោះកំពុងបង្កបញ្ហានៅលើដំបូលអគារការិយាល័យរបស់ពួកគេមិនយូរប៉ុន្មានមុននេះបុរសនោះបានបង្ហោះនៅលើបណ្ដាញសង្គមគេបានអះអាងថាស្ត្រីនោះកំពុងព្យាយាមបង្ខំគេឲ្យទៅរកសេចក្តីស្លាប់អ្នកសារព័ត៌មានបានទៅដល់កន្លែងកើតហេតុរួចហើយនិងកំពុងផ្សាយផ្ទាល់អំពីហេតុការណ៍នេះបន្ទាប់ពីបែបនេះស្ត្រីនោះក៏ប្រញាប់ត្រឡប់មកក្រុមហ៊ុនវិញភ្លាមប៉ុន្តែនាងត្រូវបានឡោមព័ទ្ធដោយអ្នកកាសែតដែលបុរសនោះនាំមកជាមួយនៅពេលនាងទៅដល់លើដំបូលអគារនាងបានឃើញក្រុមគ្រួសារទាំងមូលរបស់បុរសនោះជួបជុំគ្នានៅទីនោះឪពុកម្ដាយរបស់គេបានចាប់ប្រកាន់ស្ត្រីនោះថាជាមនុស្សចិត្តអាក្រក់ស្នេហាដំបងរបស់គេបានធ្វើពុតជាជនរងគ្រោះនាងនិយាយថាគ្រប់យ៉ាងជាកំហុសរបស់នាងបានអង្វរស្ត្រីនោះកុំឲ្យធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅម្យ៉ាងទៀតនាងនិងបុរសនោះស្រឡាញ់គ្នាពិតមែននាងសុខចិត្តទទួលខុសត្រូវចំពោះការរត់ចោលពិធីការជំនួសគេដោយឃើញការសម្ដែងដ៏ពុតត្បុតរបស់ស្នេហាដំបងរបស់គេស្ត្រីនោះក៏សើចយ៉ាងត្រជាក់នាងមិននឹកស្មានសោះថាគូប្រជែងរបស់នាងអាចសម្ដែងបានយ៉ាងសំសួនក្នុងនាមជាស្នេហាបែបនេះនាងបានលាតត្រដាងស្នេហាដំបងរបស់គេនៅចំពោះមុខអ្នករាល់គ្នាចុងក្រោយស្នេហាដំបងរបស់គេក៏ឈប់សម្ដែងនាងបានឌឺដងដាក់ស្ត្រីនោះដោយចេតនានាងនិយាយថាបុរសនោះមិនដែលស្រឡាញ់នាងឡើយគេនៅជាមួយនាងគ្រាន់តែដើម្បីកេងចំណេញពីនាងប៉ុណ្ណោះនាងក៏បានអះអាងដែរថាតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meng Group នឹងងើបឡើងវិញក្នុងពេលឆាប់នេះបន្ទាប់ពីយប់នេះទៅស្ត្រីនោះមិនត្រឹមតែត្រូវខ្សែថន់ប៉ុណ្ណោះទេប៉ុន្តែក៏នឹងត្រូវអ្នករាល់គ្នាថ្កោលទោសផងដែរមុនពេលស្ត្រីនោះអាចយល់ពីអ្វីដែលនាងចង់និយាយនៅវិនាទីបន្ទាប់